mà đóng pi chấm nốt bị xe robot yôn mà sẽ xịt 8 ជាមួយខ្ញុំទាំងអស់គ្នាបំពាក់មកជាមួយអំពូលគុជ LED ដែលមានជាមួយនឹង daytime running light on មកគឺស្រស់ស្អាតមែនទែនអំពូលគុជរបស់យើងគឺបិទបើកភ្លើងអូតូទម្លាក់តម្លើង pha code អូតូផងដែរអមមកជាមួយនឹងកាមេរ៉ា360មួយជុំរថយន្តតែម្ដងបងប្អូនអរគ្នាមានជាមួយនឹង sensor ទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយផងដែរ sensor ប្រព័ន្ធសុវត្ថិភាពមានមកមួយចប់តែម្ដងបងប្អូនអរគ្នាប្រព័ន្ធចាប់ប្រាំងអូតូប្រព័ន្ធចាប់គន្លងផ្លូវ sensor ទឹកភ្លៀងបក់ផ្លិតទឹកអូតូមានមកមួយ set កលេចមកមើលជាមួយនឹងការ design ផ្នែកចំហៀងវិញម្ដងបងប្អូនអរគ្នាការ design ផ្នែកចំហៀងមានភាពស្រស់ស្អាតតែម្ដងបងប្អូនអរគ្នាបំពាក់មកជាមួយនឹងយ៉ានកង់ទំហំ 16 អ៊ីងអាលុយមីញ៉ូមហើយជាមួយនឹងប្រាំង DMF ផងដែរនៅកញ្ចក់ចំហៀងមានជាមួយនឹងអំពូល LED ហើយក៏មានជាមួយនឹង blind spot monitor sensor វ៉ាជែងផងដែរចូលមកដល់ការ design ផ្នែកខាងក្រោយគឺមានភាពស្រស់ស្អាតតែម្ដងបងប្អូនអរគ្នាអមមកជាមួយនឹងអំពូល LED ដែលមានជាមួយនឹងការ design បែបបាទរាង signature របស់ក្រុមហ៊ុន Mazda នេះគឺស្រស់ស្អាតតែម្ដងមានជាមួយនឹង sensor ផ្នែកខាងក្រោយប្រព័ន្ធចាប់ប្រាំងអូតូផ្នែកខាងក្រោយក៏មានដែរបងប្អូនអរគ្នាគ្រាន់តែមានសោបងប្អូនអរគ្នាអាចកវាជើងបើកគ្រប់ក្រោយបានតែម្ដងងាយស្រួលតែម្ដងបងប្អូនអរគ្នានៅក្នុងការប្រើប្រាស់ចុចបញ្ជាលើសោក៏បានចុចលើគ្រប់ក្រោយក៏បានចុចពីផ្នែកខាងមុខមកក៏បានដែរកៅអីអូតូ electronic ទាំងខាង driver និង passenger មានជាមួយនឹង memory seat មកផងដែរនៅផ្នែកចង្កូតមានជាមួយនឹងរបស់ប្រើប្រាស់គ្រប់យ៉ាងតែម្ដងជូនបងប្អូនអរគ្នា cruise control ក៏មានលើកទូរស័ព្ទថែមថយបត់ចម្រៀងសំឡេងអីគឺមានមកបញ្ចប់តែម្ដងផ្លិតទឹកអូតូភ្លើងអូតូបាទ head up display កុងទ័រ slide នៅលើកញ្ចក់ក៏មានដែរបងប្អូនអរគ្នាហើយជាមួយនឹងកុងទ័រ digital ក៏បានភ្ជាប់មកជាមួយដែរហើយលើពីនេះទៀតបងប្អូនអរគ្នាអេក្រង់ display របស់យើងភ្ជាប់ជាមួយ Apple CarPlay Android Auto បានទាំងពីរតែម្ដងប្រព័ន្ធ wireless charge សាកថ្មដល់ប្រើខ្សែក៏មានដែរបងប្អូនអរគ្នាកៅអីក្តៅក៏មានដែរហើយជាមួយនឹងប្រភេទបាទ sport mode ក៏មានដែរបងប្អូន sport mode normal mode មានទាំងពីរតែម្ដងប្រាំងដៃ electronic auto hold មានមកមួយចប់តែម្ដងបងប្អូនអរគ្នា sunroof ដំបូងបើកផ្នែកខាងលើក៏យើងមានដែរបងប្អូនអរគ្នាបំពាក់មកជាមួយនឹងស្បែកពុកណាប៉ាមានជាមួយនឹងការ design មកស្រស់ស្អាតអង្គុយទៅ comfort គុណភាពក៏ល្អប្រើប្រាស់មិនងាយខូចទេបងប្អូនអរគ្នាពាក់មកជាមួយនឹង speaker Max Boost រហូតដល់10គ្រាប់បងប្អូនអរគ្នាហើយមានជាមួយនឹង sub speaker Max Boost មួយគ្រាប់នៅផ្នែកខាងក្រោយទៀតផ្នែកខាងក្រោយមានជាមួយនឹងភាពធំទូលាយហើយអង្គុយទៅគឺ comfort តែម្ដងបងប្អូនអរគ្នាជាមួយនឹងកៅអីដែលមានជាមួយនឹងផាសុខភាពហើយអ្វីដែលរឹតតែពិសេសគឺយើងមានជាមួយនឹង function ដែលបងប្អូនផ្នែកខាងក្រោយអាចសេរីដាច់ពីអ្នកខាងមុខបានតែម្ដងបងប្អូនអរគ្នាមានជាមួយនឹងកៅអីក្តៅសូនម៉ាស៊ីនត្រជាក់ដែលយើងសេរីកម្រិតសីតុណ្ហភាពបានដាច់ពីអ្នកខាងមុខគឺងាយស្រួលក្នុងការប្រើប្រាស់តែម្ដងអ្វីដែលរឹតតែពិសេសបងប្អូនអរគ្នាកន្លែងសាកទូរស័ព្ទមានច្រើនតែម្ដងនៅ armrest នេះក៏មានជាមួយកន្លែងសាកទូរស័ព្ទផងដែរហើយអ្វីដែលរឹតតែពិសេសជាងនឹងទៀតបងប្អូនអរគ្នាគឺរីដូនៅផ្នែកចំហៀងនេះដែលយើងមានរីដូមកស្រាប់ងាយស្រួលតែម្ដងក្នុងការប្រើប្រាស់បងប្អូនអរគ្នាការពារកម្ដៅថ្ងៃរក្សាភាពឯកជនរបស់បងប្អូនអរគ្នាបានល្អមែនទែនផ្នែកខាងក្រោយជួរទី3នេះក៏មិនអន់ដែរបងប្អូនអរគ្នាខ្ញុំអង្គុយទៅ1.7 ម៉ែត្រហើយគឺអត់មានអារម្មណ៍ថាចង្អៀតទេបងប្អូនអរគ្នាអ្វីដែលរឹតតែពិសេសយើងក៏មានជាមួយនឹង armrest ហើយក៏មានជាមួយនឹង cup holder កន្លែងដាក់ទឹកហើយជាមួយនឹងកន្លែងសាកទូរស័ព្ទផងដែរផលិតតាមស្តង់ដារប្រទេសជប៉ុនគុណភាពរបស់ជប៉ុនធានាឲ្យបងប្អូនអរគ្នាឡានគឺមានគុណភាពខ្ពស់តែម្ដងហើយសម្រាប់រថយន្ត Mazda CX-8 នេះបងប្អូនអរគ្នាចង់ទិញលុយសុទ្ធក៏បានចង់បង់រំលោះក៏បានដែរបងប្អូនអរគ្នាតម្លៃ 40000 ជាង SUV 7 អីគឺជាតម្លៃសមរម្យតែម្ដងបងប្អូនអរគ្នាជាមួយនឹងរថយន្ត Mazda CX-8 នេះបើសិនជាបងប្អូនអរគ្នាចង់មើលរថយន្តផ្ទាល់បើកបរតេស្តសាកល្បងអាចទំនាក់ទំនងលេខខ្ញុំខាងលើបានអរគុណ